Gen Z ប្រហែលជាអត់ស្គាល់ game មួយនេះទេមើលទៅទោះបីជាមើលមក graphic វាអន់ក៏ពិតមែនបាទតែចំនួនខ្ញុំនៅក្មេងៗប៉ុណ្ណាគឺទុកថាអស់ចាមែនតើជាពិសេសហ្នឹងកាយវិការនៅក្នុង game មួយហ្នឹងការបោកច្បាប់គ្នាវាយគ្នាអញ្ចឹងណាក្លេគ្នាអូមកអែមហើយយើងណាលេងដាច់បាយដាច់ទឹកអស់ហើយចំនួនហ្នឹងវា skin ជាងគេអញ្ញាកតាលតែនិយាយគ្នាអត់ស្រួលវាយតែអញ្ញាកតាលទៀតប៉ុន្តែខ្ញុំក៏ចង់រិះគន់ទៅកាន់ developer ដែរมันគួរណាបង្កើត game ហ្នឹងមកឲ្យទុកគ្នាចោលអត់ update អត់កែសម្រួលថ្មីអីអត់និយាយទៅគឺទុកចោលរាប់ឆ្នាំមកចង់10 20ឆ្នាំមើលទៅហ្គេមនេះក្នុងរយៈពេលខ្ញុំខានលេង8 9ឆ្នាំមកនេះក្នុងហ្គេមនេះអត់មានកែប្រែថងណាទេសូម្បីតែ joystick ក៏ដូចជាអាប៊ូតុង controller ហ្នឹងគឺអាដែលទាំងអស់ប្រហែលជានៅក្នុងជំរឿចិត្តរបស់ developer គាត់គិតថាបង្កើតហ្គេមហ្នឹងចាប់ទុកជាបទពិសោធន៍ចាស់បាទកពាត់ចោលគ្មានខ្វល់ទេអាណាចង់លេងអីលេងតែពុំលេងទេហីតែប៉ុន្តែវាផ្ដល់នូវការចងចាំនៅអនុស្សាវរីយ៍ល្អដែរសម្រាប់ខ្ញុំនៅពេលដែលយើងចូលមកឃើញអ្វីដែលយើងធ្លាប់លេងកាលពី8 9ឆ្នាំមុនណាដែលអញ្ចឹងទៅយើងមានអារម្មណ៍ថា happy ending ទេតានេះហ្គេមនេះបើគ្នាយើងដាក់ចិត្តលេងណាមិនសូវសារដឹងខ្លួនទេវាក៏ប្លែកពេក